bạn nàyទាំងអស់គ្នាពីមុនយើងធ្លាប់តែឃើញអក្សរជធម្មតាឬក៏ជធំឥឡូវយើងចូលមកដល់ជមួយទៀតគេហៅថាជតូចហ្នឹងហើយអញ្ចឹងអាជតូចហ្នឹងគេប្រើប្រាស់របៀបណាហើយបើសិនបើឃើញវាតែយើងអានបែបម៉េចដើម្បីឲ្យត្រូវណាអ្នកនរគ្នា美容先生の教室へ言葉のおよごបាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែរៀនជប៉ុននិងទស្សនាវីដេអូរបស់ខ្ញុំកន្លងមកនឹងអ្នកទាំងអស់គ្នាកាលពីដើមមកគឺយើងរៀនហើយជួតាជីជតេតូណាអាជនេះយើងធ្លាប់តែឃើញអាជធំទេតែឥឡូវនេះយើងចូលមកដល់ជតូចហ្នឹងគេហៅវាថាសូគូអងអ្នកទាំងអស់គ្នាខ្ញុំសូមបកប្រែវាថាសំឡេងកន្លះព្យញ្ជនៈខ្ញុំសូមហៅអញ្ចឹងណាអ្នកនរគ្នាសំឡេងកន្លះព្យញ្ជនៈតើអាសំឡេងកន្លះព្យញ្ជនៈឬក៏សូគូអងហ្នឹងវាមានន័យយ៉ាងដូចម្ដេចហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការបញ្យល់អ្នកទាំងអស់គ្នាឲ្យបានក្បោះក្បាយហើយយើងនឹងមានលំហាត់ធ្វើខ្លះដែរដើម្បីយើងងាយស្រួលថាអូអាសំឡេងកន្លះព្យញ្ជនៈហ្នឹងវាអញ្ចឹងឯងវាអានបែបអញ្ចឹងឯងអញ្ចឹងខ្ញុំសាកមើលលំហាត់ហ្នឹងតើធ្វើត្រូវអត់អីអញ្ចឹងណាតោះអញ្ចឹងយើងចាប់ផ្ដើមរៀនលម្អិតពីវាទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាបើសិនបើអ្នកទាំងអស់គ្នាឃើញមានអក្សរជណាទាំងហីរ៉ាកាណាក៏ដោយទាំងកតាកាណាក៏ដោយឲ្យទៅជតូចហ្នឹងហើយត្រូវយកតែព្យញ្ជនៈតែមួយគត់ហ្នឹងហើយអក្សរព្យញ្ជនៈតែមួយគត់ដែលនៅខាងស្ដាំដៃរបស់វាយកមកប្រកបអញ្ចឹងខាងស្ដាំដៃវាហ្នឹងមានអក្សរព្យញ្ជនៈអីគេយើងយកតែមួយអក្សរគត់អក្សរខ្មែរចាំខ្ញុំបញ្យល់ជាងអក្សរខ្មែរបញ្យល់ទាំងអក្សរអង់គ្លេសឧទាហរណ៍កាលពីមុនយើងមិនរៀនលេខ600 800អ្នកទាំងអស់គ្នាដែលយើងបំបែកវាទៅមានឈីសៃជឺអ្នកទាំងអស់គ្នាអញ្ចឹងដោយឧទាហរណ៍600នេះអញ្ចឹងគឺរ៉ុបពាក់គឺអញ្ចឹងអក្សរដែលនៅខាងស្ដាំដៃអាឈីសៃជឺហ្នឹងណាតាមមកតួគត់គឺអក្សរ P ឬក៏អក្សរ បអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវបំបែកយកអក្សរ បឬក៏អក្សរ P ហ្នឹងយកមកដាក់នៅកន្លែងក្រោយរកហ្នឹងពួកអាហ្នឹងវាត្រូវជំនួសឈីសៃជឺអញ្ចឹងមកគេកន្លះព្យញ្ជនៈអ្នកនរគ្នាអញ្ចឹងអត់ដឹងថាអ្នកទាំងអស់គ្នាចាប់បានប៉ុណ្ណាទេតែយើងនឹងអនុវត្តជាមួយនឹងលំហាត់ខ្លះទៀតអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងហើយដូចជាពាក្យទី1អញ្ចឹងគឺ gakko ហើយជីសៃជឺនេះអត់រាប់ចូលទេហើយនោះអក្សរកោអញ្ចឹងដោយសារអក្សរកោណាអក្សរ K អ្នកនរគ្នានៅមុខគេនឹងយើងយកតែអក្សរមួយម៉ាត់គត់មួយទូគត់យកមកដាក់កន្លែងជីសៃជឺហ្នឹងអញ្ចឹងទៅជា gakko kitte អញ្ចឹងនៅខាងក្រោយវាអក្សរតេយើងយកអក្សរ T ហ្នឹងយើងយកមកប្រើយើងអត់យកអក្សរ E ទេយើងអត់យកស្រៈណាអ្នកនរគ្នាយើងយកកន្លះព្យញ្ជនៈអញ្ចឹងគឺយើងយកព្យញ្ជនៈដែលនៅជាប់វាយកមកប្រើហើយពាក្យ kipu ណា kipu អ្នកនរគ្នាអញ្ចឹងអក្សរពុហ្នឹងគឺអក្សរ P ហ្នឹងហើយពុហ្នឹងគឺយើងអក្សរ P យើងយកអក្សរ P ហ្នឹងយកមកជំនួសចូលក្នុងកន្លែងឈីសៃជឺហ្នឹងអ្នកនរគ្នាដូចនេះអញ្ចឹង kisaten ណា kisaten អញ្ចឹងអក្សរ kisaten ហ្នឹងអក្សរស័កហ្នឹងគឺអក្សរ S អញ្ចឹងយើងយកអក្សរ S ហ្នឹងយកមកជំនួសចូលកន្លែងឈីសៃជឺហើយយើងនឹងបន្តធ្វើលំហាត់លេងទៀតនៅថ្ងៃស្អែកបន្តទៀតអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់បាននៅមេរៀនឈីសៃជឺឬក៏សូគូអងនេះអរគុណច្រើនសុយគីណែ